ខ្ញុំបាទឆាណែរធីយូណាសសូមជូនប្រវត្តិសាស្ត្រខ្មែរសម័យឧដុង្គភាគទី9ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី2ព្រះអង្គមានទំនាក់ទំនងជាមួយពួកហូឡង់ឆ្នាំ1520ជាមួយពួកពរទុយកាល់ជាមួយពួកចិនជាអ្នកជំនួញជើងឯងជាងគេនៅអាស៊ីអាគ្នេយ៍ជាមួយពួកជប៉ុនជាមួយឥណ្ឌានិងប្រទេសនៅអាស៊ីមួយចំនួន10នៅវទី18មានព្រះអង្គម្ចាស់ជាច្រើនបានភៀសខ្លួនទៅអយុធ្យាបន្ទាប់មកអយុធ្យាបានធ្វើអន្តរាគមន៍ឲ្យមកកម្ពុជាវិញចំណែកប្រទេសវៀតណាមក៏បានទទួលព្រះរាជវង្សខ្មែរដែរហើយវៀតណាមក៏ធ្វើអន្តរាគមន៍ផងដែរហេតុទាំងនេះបណ្ដាលមកពីកម្ពុជាគ្មានច្បាប់សម្រាប់ស្នងរាជក្រោយពេលស្ដេចមុនសោយទីវង្គតនិងស្ដេចមិនបានគ្រប់គ្រងអំណាចកណ្ដាលផ្ទាល់ដៃទេនោះនាំឲ្យព្រះអង្គគុំខាស់មន្ត្រីធំនិងអភិបាលខេត្តប្រកួតប្រជែងគ្នាដើម្បីដណ្ដើមអំណាចនិងត្រួតត្រាខេត្តនានាដែលសម្បូរធនធាន11នៅចុងវទី18វិបត្តិរាជវង្សបានកើតឡើងស្ដេចដែលត្រូវឡើងសោយរាជគឺព្រះបាទអង្គអេងដែលមានព្រះជន្ម7ឆ្នាំនៅក្មេងខ្ចីពេកបន្ទាប់មកមន្ត្រីប៉ែនបាននាំយកទ្រង់ទៅបាងកកនិងបានកាត់យកទឹកដីបាត់ដំបងសៀមរាបមង្គលបុរីឲ្យស្ថិតនៅក្រោមការត្រួតត្រារបស់ខ្លួនផ្ទាល់ទឹកដីនេះជាកម្មសិទ្ធិផ្ទាល់របស់គ្រួសារប៉ែនហើយគ្រួសារនេះបានផ្ញើសួយសារអាករទៅបាងកកនិងមានភក្តីចំពោះបាងកកទឹកដីនេះបានคล้ายទៅជាកម្មសិទ្ធិផ្ទាល់ខ្លួនរហូតដល់ឆ្នាំ1907នៅពេលដែលបារាំងទាមទារយកពីសៀមឲ្យខ្មែរវិញតាមរយៈសន្ធិសញ្ញាបារាំងសៀម12ព្រះបាទស្រីធម្មរាជាទី2ឬព្រះរាជសភាចៅពញាតូឆ្នាំ1529ដល់1534ទ្រង់មាននាមសម្រាប់រាជថាព្រះបាទសម្ដេចស្រីធម្មរាជាធិរាជរាមាធិបតី13ព្រះបាទធម្មរាជាទី2ចៅពញាតូជាក្សត្រមួយអង្គដែលមានប្រាជ្ញាយកព្រះទ័យទុកដាក់នឹងអក្សរសាស្ត្រស្នាដៃរបស់ទ្រង់ដែលបន្សល់ទុកមានរាជសព្ទច្បាប់រាជសម្ភារ1522ហេមនមាស1529កាប់ឲ្យនិរាស1530ហិនលក្ខស1530 14ត្រង់សុគតឆ្នាំ1534ដោយសាសនាដៃទាហានព្រះបាទឧទ័យនិងទាហានពរទុយកលបាញ់សម្លាប់ដោយសាររឿងទំនាស់ស្នេហារវាងចន្ទវតីនិងព្រះធម្មរាជាការនៅវ័យជំទង់ក្សត្រដែលឡើងសោយរាជបន្តគឺព្រះអង្គខ្ទង់រាជាចៅពញានូ1535 39មាននាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះអង្គទង់រាជាធិរាជមាធិបតីទ្រង់ជាបុត្រទី2របស់ព្រះជ័យជេដ្ឋាទី2 15រាជវង្សាវតារបាននិយាយថាឆ្នាំ1538ព្រះអង្គខ្ទង់រាជាទ្រង់បានទឿនពីរឿងទារុកដីប្រេងគោកំពុងក្របីមកវិញប៉ុន្តែអាគមហេសីព្រះបាទជ័យជេដ្ឋាទី2នាមអង្គជើទ្រង់ធ្វើអន្តរាគមន៍សុំឲ្យពន្យាពេលឲ្យបានយូរបន្តិចទៀត15ព្រះអង្គខ្ទង់រាជាសុគតនៅឆ្នាំ1539ព្រះអង្គនួនជារាជបុត្រច្បងព្រះទ័យព្រះជន្ម21វស្សាត្រូវបានលើកឲ្យឡើងសោយរាជស្នងព្រះរាមនៅរាជធានីឧដុង្គដោយមាននាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះបរមរាជាធិរាជរាមាធិបតីព្រះអង្គគឺជាស្ដេចជ្រែករាជ1539 1541 17ឆ្នាំ1541 1559ដោយមាននាមសម្រាប់រាជថាព្រះបាទសម្ដេចរាមាធិបតីទ្រង់ជាបុត្រពៅរបស់ព្រះបាទជ័យជេដ្ឋាទី2ក្នុងរាជរបស់ទ្រង់ត្រូវបានប្រជារាស្ត្រទុំមិនពេញមិនដោយនៅឆ្នាំ1544ព្រះភ្ញីច័ន្ទចាប់ចិត្តប្រព័ន្ធលើក្រមុំចាមនៅភូមិឃ្លាំងស្បែកស្ថិតត្រើយខាងលិចទន្លេសាបដំណឹងនេះធ្វើឲ្យប្រជារាស្ត្រពេញនគរមិនពេញចិត្តក៏នាំគ្នាហៅព្រះអង្គថាព្រះរាមចូលសះទ្រង់បានបោះបង់ចោលជំនឿព្រះពុទ្ធសាសនាប្រកាន់យកសាសនាអ៊ីស្លាមថែមទាំងដូរព្រះនាមទ្រង់ថាអ៊ីប្រាហ៊ីមទៀតផងក្នុងរាជវាំងគេឃើញមានមន្ត្រីចាំធ្វើការជំនួសមន្ត្រីខ្មែរការនេះធ្វើឲ្យប្រជារាស្ត្របាត់ទំនុកចិត្តលើទ្រង់និងធ្វើឲ្យបុត្រព្រះអង្គទៅយកពីអង្គដណ្ដើមរាជសម្បត្តិដោយប្រមូលបាក់ពួកនិងរាសដែលស្អប់ព្រះរាមចូលសាសនាច្បាំងដណ្ដើមរាជដោយមានបង្អែកពីអង្គជើបុត្រព្រះឧទ័យក៏រត់ទៅពឹងដាវីតដើម្បីលើកទ័ពវាយតបព្រះរាមលុះទទួលបានជ័យជំនះ18នៅឧដុង្គប្រទេសកម្ពុជាបានបែកបាក់រាជវង្សានុវង្សនិងមន្ត្រីរាជាការគូភាគីម្ខាងបានរត់ទៅពឹងពាក់ប្រទេសជិតខាងឲ្យមកជួយអន្តរាគមន៍ព្រោះតែចំនួនដណ្ដើមរាជសម្បត្តិនិងអំណាចប្រទេសកម្ពុជាមានសង្គ្រាមរមារ៉ៃក្នុងរាជវង្សកផុងនិងคล้ายទៅជាទីលានប្រយុទ្ធរវាងវៀតណាមនិងថៃនៅលើទឹកដីខ្មែរផងនៅទីបញ្ចប់ខ្មែរបានទទួលសន្តិភាពដោយប្រទេសវៀតណាមនិងប្រទេសថៃយល់ព្រមចរចាសន្តិភាពនៅកម្ពុជាដោយមានថៃធ្វើជាឪពុកនិងវៀតណាមធ្វើជាម្ដាយហើយយាងព្រះបាទអង្គឌួងជាកូនឲ្យមកសោយរាជនៅកម្ពុជាដើម្បីបញ្ចប់ជម្លោះទាំងនេះសូមអរគុណបងប្អូនដែលបានស្ដាប់ប្រវត្តិខ្មែរសម័យឧដុង្គភាគ2សូមរងចាំស្ដាប់ភាគ3បន្តទៀតសូម